បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានពី3កន្លឹះសម្រាប់យើង save នៅ storage របស់យើងនៅក្នុងកុំព្យូទ័រអញ្ចឹងមុននឹងចាប់ដើមខ្ញុំចូលទៅមើល file របស់យើងសិនអញ្ចឹងអានេះចូលកន្លែងមើល file យើងចង់ដឹងថា memory យើង save ប៉ុណ្ណាអញ្ចឹងdrive C របស់ខ្ញុំនៅសល់245ហើយ drive D របស់ខ្ញុំ259បន្ទាប់មកខ្ញុំខ្វាយវាចោលសិនខ្ញុំទៅ delete ដែល file យើងធ្លាប់remove ពីមុនមកប៉ុន្តែវាអត់ទាន់អស់ពីកុំព្យូទ័រយើងទេអញ្ចឹងយើងនៅមាននៅកន្លែងមួយអញ្ចឹងនៅក្នុងកុំព្យូទ័រយើងវាច្រើនមាននៅកន្លែងនេះកន្លែង resize bin ហ្នឹងខ្ញុំចូលកន្លែង resize bin មកហើយអា file ទាំងអស់ហ្នឹងសិតតែ file ដែលវានេះហើយ file ដែលយើងបានលុបហើយវានៅទាំងហ្នឹងអញ្ចឹងខ្ញុំ select វាទាំងអស់ហើយខ្ញុំធ្វើការ delete វាចេញពីក្នុងនោះទៀតអញ្ចឹងវា alert សួរយើងហើយដើម្បីយើងចង់ delete តែហ្នឹងអត់អញ្ចឹងខ្ញុំ delete វាទៅអូខេអញ្ចឹងក្នុងនោះខ្ញុំ delete ហើយអស់ហើយមួយទៀតយើងចូលទៅក្នុង setting អញ្ចឹងបើយើងអត់មាន icon នៅលើហ្នឹងទេយើងចូលកន្លែង window យើង search ពាក្យថា setting មកវាវាយថា setting ប៉ុណ្ណេះវាចេញនេះ setting ហ្នឹងយើងចូល setting ហើយយើងយកពាក្យថា system ចូលដល់ system យើង scroll មកក្រោមបន្តិចយើងនឹងឃើញកន្លែង storage អញ្ចឹងយើងចូលកន្លែង storage ហ្នឹងទៅវានឹង scan ឲ្យយើងហើយនេះអញ្ចឹង scan ហើយកន្លែងហ្នឹងវានៅ 1G 1G.5 ដោយសារវានៅតិចដែរព្រោះអីខ្ញុំអាសា delete វាខ្ញុំអាសាចូល delete វាអញ្ចឹងខ្ញុំចូលក្នុងហ្នឹងមកហើយទៅខ្ញុំ tick យកទាំងអស់មកដើម្បី remove file ចេញវាមានកន្លែងណាដែលយើងត្រូវចង់ remove ឬក៏អត់អញ្ចឹងយើង tick ហើយយើងមើល option វាទៅហើយយើង remove វាមកទៅវា alert សួរយើង continue វាហ្នឹងហើយបន្ទាប់ពីយើងលុបនៅក្នុងហ្នឹងហើយយើងខ្វែងចោលយើងនៅមានកន្លែងទៀតយើងចូលកន្លែង search មកយើងវាយពាក្យថា run on un មកហើយទៅយើងវាយពាក្យ temp mp អូខេវាមកអញ្ចឹងនៅក្នុង file ហ្នឹងវាមាន file មួយចំនួនដែលយើងបានលុបកន្លងមកអញ្ចឹងហើយយើងលុបវាទៅវាអត់ប៉ះពាល់ដល់ storage របស់យើងអញ្ចឹងខ្ញុំអត់សូវមានច្រើនដែរព្រោះខ្ញុំអាសាចូលលុបនៅក្នុងហ្នឹងអញ្ចឹងយើង select វានៅក្នុងហ្នឹងទាំងអស់មកយើងលុបទៅទាំងអស់ហើយយើងលុបវាមកអញ្ចឹងកន្លែងនេះវាមានវា alert មកសួរថា file ខ្លះអត់អាចលុបបានទេសារវាជាប់ប្រាំជាប់អីហ្នឹងអញ្ចឹងយើង continue វាហ្នឹងហើយបន្ទាប់ពីយើងលុបកន្លែងហ្នឹងហើយយើងខ្វែងវាចោលមកហើយយើងចូលមើលកន្លែង file របស់យើងអញ្ចឹងយើងបើក file មកនេះបន្ទាប់ពីយើង remove កន្លែងមកពី3កន្លែងមកយើងចំណេញ space ចំនួន 3G មិញតំណេ245ឥឡូវអាចសល់248អញ្ចឹងយើងអាចសល់ space 3G ដែរដោយសារខ្ញុំវាសល់ space ធំៗដែរក្នុងកុំព្យូទ័រខ្ញុំណាមួយខ្ញុំអាសា delete វាអញ្ចឹងវាអត់សូវច្រើនទេតែបើយើងអត់ដែរ delete យើងប្រើកន្លងមកអញ្ចឹងអត់ដែរ delete វាអាចឡើងច្រើនអញ្ចឹងយើងអាចចូលទៅ remove វាចោលទៅដើម្បីតែយើងបានលុបពីមុនមកហ្នឹងដើម្បីយើងសល់ space សម្រាប់ប្រើការឬក៏ដាក់ឯកសារផ្សេងទៀតអញ្ចឹងសម្រាប់វីដេអូហ្នឹងមានតែប៉ុណ្្នឹងសូមអរគុណ